រឿងរ៉ាវមួយនេះគឺនិយាយអំពីព្រះសង្ឃមួយអង្គហើយនឹងកូនសិស្សម្នាក់បាននិមន្តដើរចូលទៅក្នុងព្រៃមួយនៃទឹកដីខេត្តព្រះវិហារជួរភ្នំត្បែងដោយដែលយើងដឹងស្រាប់ហើយថាទឹកដីព្រៃភ្នំត្បែងនៃខេត្តព្រះវិហារវាគឺជាទឹកដីព្រៃមួយដែលពោពេញទៅដោយច្រាបហើយនឹងអាថ័ន្តក៏ប៉ុន្តែបើទោះបីជាព្រះសង្ឃមួយអង្គនោះដឹងថាទឹកដីព្រៃនោះប្រកាសជាជួបរឿងរ៉ាវអាក្រក់យ៉ាងណាក៏ដោយប៉ុន្តែលោកនៅតែជំនះនិមន្តធ្វើធុដងចូលទៅក្នុងព្រៃនោះដើម្បីបដិបត្តិធ្វើវិបស្សនារៀនធម៌ក្នុងការបំពេញនៅកុសលផលបុណ្យរបស់លោកដោយកូនសិស្សរបស់លោកគឺគេតែងតែតាមបម្រើលោកហើយលោកឪធុដងមួយអង្គនេះគឺមានព្រះនាមថាលោកឪឌឿនចំណែកឯកូនសិស្សរបស់លោកវិញគឺគេមានឈ្មោះថាឆេនគឺគេតែងតែតាមបម្រើលោកឪមិនដែលគិតពីការនឿយហត់ឡើយបើទោះបីជាលោកឪឌឿននិមន្តទៅដល់ទីណាក៏ដោយមកយ៉ាងវិញទៀតឆេនក៏ជាកូនសិស្សសំណប់របស់លោកឪផងដែរដោយឆេនគ្រាន់តែលោកឪធ្វើវិបស្សនាបដិបត្តិធម៌នៅខាងក្រោមដើមឈើមួយគេក៏មិនរងចាំយូរបានដើរចូលទៅក្នុងព្រៃដើម្បីរកអស់ត្រៀមដុតបំភ្លឺនៅពេលយប់នេះក្នុងព្រៃនោះដោយបន្ទាប់ពីឆេនគេលីអស់ដែលគេរកបានគេក៏បានយកអស់នោះមកកជាកំណត់ទល់មុខលោកឪដែលលោកឪកំពុងតែធ្វើភាវនាធម៌ដោយពេលដែលគេកអស់ទល់មុខលោកឪហើយគេក៏ចាប់ផ្ដើមបង្កាត់ភ្លើងដើម្បីដុតបញ្ឆេះទៅលើអស់នោះក្នុងការត្រៀមបំភ្លឺពេលយប់ក្នុងព្រៃដើម្បីការពារពីពពួកសត្វអាសេរពឹសហើយនិងសត្វដែលកាច់សាហាវដោយហេតុថាសត្វព្រៃគឺពួកវាខ្លាចភ្លើងអញ្ចឹងហើយបើយើងដុតភ្លើងក៏អាចជួយការពារយើងបានច្រើនដែរមកយ៉ាងវិញទៀតខណៈពេលនោះគឺវាចូលល្ងាចក្បាលប្រលប់ទៅហើយនៅបន្តិចក្រោយមកទៀតក៏ចាប់ផ្ដើមងងឹតតែម្ដងដោយនៅពេលនោះលោកឪឌឿនគឺលោកគិតតែពីតាំងចិត្តឲ្យស្ងប់ដើម្បីគង់អង្គុយធ្វើតាំងសមាធិភាវនាធម៌ចំណែកឯឆេនវិញក៏ព្រោះតែគេអស់កម្លាំងពីការដើរតាំងពីព្រឹករហូតដល់ល្ងាចនោះគេក៏បានដាក់ក្បាលដេកលក់នៅលើថ្មក្បែរលោកឪដោយស្ថានភាពនៅក្បាលប្រលប់ក្នុងព្រៃនោះគឺវាមើលទៅធម្មតាហាក់បីដូចជាមិនគួរឲ្យខ្លាចអីប៉ុន្មានទេនៅក្នុងព្រៃក៏ប៉ុន្តែនៅកន្លងជាងពីកដាលអាត្រៀតក៏ស្រាប់តែរឿងរ៉ាវដ៏ព្រឺព្រួចក៏ចាប់ផ្ដើមកើតឡើងដោយមិនដឹងថាមានពពួកអមនុស្សខ្មោចព្រៃវាចេញមកពីណានោះទេមកឈរក្បែរទូលមុខឆេនខណៈពេលដែលគេកំពុងតែដេកមើលទៅសភាពលក្ខណៈមុខមាត់ខ្មោចព្រៃនោះវាពិតជាអាក្រក់ខ្លាំងមែនទែនមុខមាត់ឡើងរលេះរលួយចំណែកឯភ្នែកវិញឡើងក្រហមតែតញោមអើយកុំធ្វើអីកូនសិស្សអាត្មាឲ្យសោះពីព្រោះថាគ្នានៅក្មេងយ៉ាអាសង្កចាស់ឯងកុំមកចេះដឹងរឿងអញចង់បានអាក្មេងនេះទៅធ្វើបរិវារអញមួយឯងក៏ចង់ស្លាប់ទៅជាមួយនឹងវាដែរមិនអីទេបន្តិចទៀតនេះអញនឹងបំពេញបំណងឯងបានហើយញោមគ្រាន់តែញោមមានគោលបំណងប្រព្រឹត្តអាក្រក់គឺវាបាបណាស់ទៅហើយសូមញោមរៀនតាំងចិត្តធ្វើតែអំពើល្អទើបញោមអាចទៅចាប់ជាតិចាប់កំណើតបានណាស់ញោមបើញោមនៅតែបន្តមានគំនុំគុំគួនសាងតែអំពើបាបធ្វើបាបដល់អ្នកដទៃនោះញោមនឹងคล้ายទៅជាសភាពលក្ខណៈបែបនឹងជារៀងរហូតបានហើយអាសង្កចាស់ឯងមិនបាច់ជម្រាបបណ្ដៅអញទេយ៉ាងណាក៏ដោយពួកឯងត្រូវតែស្លាប់คล้ายទៅជាបរិវាររបស់អញខ្មោចព្រៃនោះវាធ្វើទុកបុកម្នេញទៅលើឆេនមិនបានក៏ព្រោះតែដោយសារតែបុណ្យបារមីរបស់លោកឪក៏ប៉ុន្តែបើទោះបីជាវាបានប៉ាំងខ្ទាតដេកនៅលើដីក៏ពិតមែននៅពេលនោះវាក៏បានស្ទុះងើបម្ដងទៀតដើម្បីធ្វើទុកបុកម្នេញដល់ឆេនហើយនឹងលោកឪឌឿនដោយមើលទៅខ្មោចព្រៃនោះវាហាក់បីដូចជាកំពុងតែខឹងលោកឪឌឿនយ៉ាងខ្លាំងឆេនបន្ទាប់ពីគេភ្ញាក់ពីដេកដឹងខ្លួនគឺគេបានត្រឹមតែឈរត្រឹងភ្លឹកគាំងស្មារតីដោយហេតុថាមើលទៅវារន្ធត់ខ្លាំងពេកលោកតាតើធ្វើយ៉ាងម៉េចទៅមិនអីទេញោមតាំងចិត្តតាំងស្មារតីមិនបាច់ចំភ័យខ្លាចអីឡើយអា
សង្កចាស់ឯងពិតជាមិនមែនសង្ឃធម្មតាទេតែមិនអីទេទោះបីជាយ៉ាងណាក៏ដោយថ្ងៃនេះឯងនឹងអញត្រូវតែស្លាប់មកខាងពីគ្នាបន្ទាប់ពីខ្មោចព្រៃនោះវានិយាយបែបនឹងហើយវាក៏បានរត់សម្ដៅទៅកាន់លោកឪក៏ប៉ុន្តែនៅពេលដែលវារត់ទៅក្បែរទៅជិតដើម្បីធ្វើទុកបុកម្នេញដល់លោកឪក៏ស្រាប់តែវាក៏ត្រូវបានប៉ាំងខ្ទាតយ៉ាងមួយទំហឹងពីលោកឪរហូតដល់ដួលដេកនៅលើដីត្រូវភ្លើងឆាបឆេះពេញលើរូបរាងកាយក្តៅក្រហល់ក្រហាយហើយនឹងស្រែកអើកងពេញព្រៃតែម្ដងក៏ប៉ុន្តែខ្មោចព្រៃនោះបន្ទាប់ពីវាស្រែកវាក៏បានស្ទុះងើបហើយបញ្ចេញឫទ្ធិអំណាចរបស់វារហូតដល់ភ្លើងដែលកំពុងតែឆាបឆេះលើរូបរាងកាយក៏បានត្រូវរលត់រហូតដល់វាក៏បានធាក់ឆេនធ្វើឲ្យឆេនគេក៏បានប៉ាំងទៀតទៅយ៉ាងឆ្ងាយមិនត្រឹមតែប៉ុណ្ណោះនោះទេវាថែមទាំងទៅច្របាច់កដល់ឆេនទៀតផងក៏ប៉ុន្តែសំណាងល្អនៅពេលនោះដោយឆេនមានខ្សែកតាគុតដែលបានមកពីលោកឪឌឿនផ្ដល់ឲ្យពាក់លើកដើម្បីការពារទៅលើពពួកសភាវៈអាក្រក់ទាំងនោះឯងពេលដែលខ្មោចព្រៃនោះប៉ាំងទៀតរហូតដល់ធ្លាក់លើកំណោអស់ភ្លើងក៏បានឆាបឆេះនៅលើរូបរាងកាយម្ដងទៀតលោកឪជួយកណាផងកណាខ្លាចហើយកណារៀងចាលហើយកដៅណាកណាដឹងខុសហើយសូមលើកទោសដល់កណាផងដោយខ្មោចព្រៃនោះនៅខណៈពេលដែលកំពុងតែស្រែកក្តៅក្រហល់ក្រហាយក៏បានអង្វរកសុំលោកឪជួយសណ្ដោសប្រណីដល់វាបើទុកបន្តិចទៀតនេះព្រលឹងវិញ្ញាណរបស់វានឹងត្រូវកំចាយដោយសារតែភ្លើងនោះមិនខាតអញ្ចឹងហើយដោយសារថាលោកឪគឺជាអ្នកដែលតែងតែសណ្ដោសប្រណីដល់សត្វលោកក៏បានសូត្រមន្តរបស់លោកដើម្បីពន្លត់ភ្លើងដែលកំពុងតែឆេះទៅលើពំនប់អស់ហើយឆេះទៅលើខ្លួនប្រាណរបស់ខ្មោចព្រៃដោយសារថាបុណ្យកុសលរបស់លោកមួយស្របក់ក្រោយមកក៏ស្រាប់តែភ្លើងដែលកំពុងតែឆាបឆេះនៅលើពំនប់អស់ក៏ត្រូវបានរលត់ឈប់ឆាបឆេះលើខ្លួនប្រាណរបស់ខ្មោចព្រៃទៀតបន្ទាប់ពីភ្លើងឈប់ឆាបឆេះលើខ្លួនប្រាណរបស់វាក៏បានអរគុណសូមខមាទោសលោកឪណាអរគុណហើយដែលទុកជីវិតឲ្យកណាពិតជាអាក្រក់ណាស់ឲ្យកណាសូមខមាទោសដែលធ្វើអាក្រក់ទៅលើកូនសិស្សហើយនឹងព្រះគុណម្ចាស់នេះប្រសិនបើគុណម្ចាស់មិនសណ្ដោសប្រណីដល់កណាទេអំណាចនៃបុណ្យកុសលរបស់ព្រះគុណម្ចាស់ប្រហែលជាត្រូវបានកំចាយព្រលឹងវិញ្ញាណរបស់កណាមិនអាចទៅចាប់ជាតិចាប់កំណើតបានឡើយនឹងហើយញោមអាត្មាក៏មានអារម្មណ៍ថាខុសចំពោះញោមដែរចាប់ពីថ្ងៃនេះតទៅសូមញោមរៀនសាងតែអំពើល្អកុំបៀនបៀតធ្វើទុកបុកម្នេញធ្វើបាបដល់មនុស្សអីពីព្រោះថាវាគ្មានប្រយោជន៍អីទេគឺមានតែធ្វើឲ្យញោមទទួលនៅផលកម្មបាបមិនចេះចប់មិនចេះហើយអញ្ចឹងហើយសូមញោមទម្លាក់នៅភាពកាចសាហាវរបស់ញោមបែរមកប្រព្រឹត្តដើរលើវិថីត្រឹមត្រូវវិញណាស់ញោមខ្មោចព្រៃនោះបន្ទាប់ពីឮពុទ្ធដីកានៃការព្រានប្រដៅរបស់លោកឪឌឿនខ្មោចព្រៃនោះក៏ចាប់ផ្ដើមលះបង់នៅអំពើអាក្រក់របស់ខ្លួនកែប្រែខ្លួនឯងដើម្បីរកកុសលផលបុណ្យម្ដងហើយខ្មោចព្រៃនោះក៏បាននិយាយហាមប្រាមទៅកាន់លោកឪឌឿនហើយនឹងកូនសិស្សរបស់លោកថាកុំនិមន្តបន្តធ្វើធុដងទៅក្នុងព្រៃជ្រៅទៀតអីក៏ព្រោះថានៅក្នុងព្រៃជ្រៅគឺសិតសឹងតែជាព្រៃអាថ័ន្តគ្រោះថ្នាក់ទាំងឡាយទាំងពួងនៅក្នុងព្រៃគឺតែងតែកើតមានមួយយ៉ាងចូលទៅក្នុងព្រៃជ្រៅជួរភ្នំត្បែងនេះគឺមានពពួកសត្វដែលកាចសាហាវព្រមទាំងច្រាព្រៃហើយនឹងព្រាយខ្លាកំពុងតែកាំងនៅក្នុងព្រៃនោះផងប្រសិនបើលោកឪហើយនឹងកូនសិស្សរបស់លោកនិមន្តទៅដល់ក្នុងព្រៃនោះហើយខ្លាចក្រែងថាដូចកំពុងតែយកជីវិតទៅចោលនៅក្នុងព្រៃនោះអញ្ចឹងអាចនឹងត្រូវពពួកច្រាព្រៃព្រាយខ្លាពួកវាហៃស៊ីមិនខានឆេនពេលដែលគេស្ដាប់ឮបែបហ្នឹងគឺគេបានត្រឹមតែរន្ធត់ក៏ប៉ុន្តែសម្រាប់លោកឪឌឿនពេលនោះគឺលោកមិនបានគិតថានោះគឺជាឧបសគ្គអីទេដែលហេតុថាលោកចូលមកក្នុងព្រៃដើម្បីធ្វើធុដងបដិបត្តិធម៌គឺលោកឪឌឿនក៏បានដឹងដែរថាត្រូវជួបរឿងរ៉ាវអ្វីខ្លះនៅក្នុងព្រៃដោយខ្មោចព្រៃនោះបន្ទាប់ពីឮគោលបំណងរបស់លោកដែលលោកមានសង្ឃនិកាបែបហ្នឹងខ្មោចព្រៃនោះគេក៏មិនបានហាមប្រាមដល់លោកឪទៀតដែរគឺបានស្របទៅតាមគោលបំណងរបស់លោកឪតែម្ដងពេលដែលលោកឪឌឿនហើយនឹងកូនសិស្សរបស់លោកដែលមានឈ្មោះថាឆេនបានបន្តដំណើរនៅមុនចូលទៅក្នុងព្រៃកាន់តែជ្រៅទៅនៅក្នុងទឹកដីខេត្តព្រះវិហារ
แต่งได้លោកឪគឺសប្បាយចិត្តពុំបានមានអារម្មណ៍ថាផិតភ័យខ្លាចអីនោះទេនៅក្នុងព្រៃនោះដោយសារតែការធ្វើធូដងក្នុងការស្វែងរកនៅកសលផលបុណ្យលោកឪឌឿនគឺជំនះគ្រប់យ៉ាងនិមន្តចូលទៅក្នុងព្រៃដោយមិនខ្លាចនឿយហត់ឬក៏លំបាកអីឡើយបើទោះបីជាលោកដឹងថាត្រូវជួបឧបសគ្គហើយនឹងគ្រោះថ្នាក់យ៉ាងណាក៏ដោយគឺលោកឪមិនព្រមបញ្ឈប់នៃការតាំងចិត្តរបស់លោកឡើយហើយក្នុងព្រៃដែលលោកហើយនឹងកូនសិស្សរបស់លោកកំពុងតែនិមន្តដើរនោះវាគឺជាទឹកដីព្រៃក្បែរជួរជើងភ្នំត្បែងនេះហើយស្ថានភាពទឹកដីភ្នំត្បែងពេលនោះគឺព្រៃក្រាស់ខ្លាំងណាស់ដើមឈើធំធំគឺមានសពគ្រប់បែបយ៉ាងតែម្ដងហើយសត្វព្រៃក៏មានច្រើនឡើងពាសពេញព្រៃនៅខណៈពេលដែលលោកឪហើយនឹងកូនសិស្សរបស់លោកកំពុងតែនិមន្តដើរសោកក៏ស្រាប់តែលោកឪហើយនឹងកូនសិស្សរបស់លោកក៏បានប្រទះឃើញខ្លាកំពុងតែរត់កាត់ពីមុខហើយបើមើលពីស្ថានភាពដែលកូនសិស្សហើយនឹងលោកបានតតឃើញខ្លានោះវាគឺជាខ្លាដំបងមានធំខ្លាំងណាស់មកផ្លូវណាទៅផ្លូវនឹងវិញចុះអាត្មាហើយនឹងកូនសិស្សមិនដែលមានប្រាថ្នាចង់ជួបចង់ឃើញទេនៅខណៈពេលដែលលោកឪមានសង្ឃនៃការបែបនោះហើយលោកហើយនឹងកូនសិស្សក៏ចាប់ផ្ដើមនិមន្តដើរបន្តទៅមុខទៀតអាចនិយាយបានថាបើទោះបីជាលោកឪជួបទៅនឹងសញ្ញាមិនល្អនៅក្នុងព្រៃក៏ដោយក៏លោកឪធ្វើចិត្តធម្មតានិមន្តបន្តទៅមុខទៀតហើយមិនយូរប៉ុន្មាននោះទេក្បាលប្រលប់យប់ក៏ចាប់ផ្ដើមមកដល់នៅខណៈពេលនោះលោកឪក៏បានតាំងសមាធិធ្វើភាវនាធម៌ចំណែកឯឆេនដែលជាកូនសិស្សរបស់លោកឪគឺអង្គុយនៅក្បែរលោកឪហើយក៏មិនបានសួរនាំឬក៏និយាយមាត់កធ្វើឲ្យរំខានដល់លោកឪនោះដែរនិយាយទៅឆេនគឺគេអង្គុយនៅស្ងៀមស្ងាត់ល្អណាស់ក្បែរលោកឪនៅពេលដែលមិនទាន់យប់ជ្រៅលោកឪគឺគង់អង្គុយធ្វើវិបស្សនាតាំងសមាធិដើម្បីរៀនធម៌អានៅក្នុងចិត្តតាមការស្រមើស្រមៃរបស់លោកឪពេលហ្នឹងគឺលោកឪទទួលបាននៅសេចក្តីសុខដោយមិនមានរឿងអ្វីមករំខានដល់លោកឪនោះទេតែនៅពេលដែលយប់ជ្រៅបន្តិចក៏ស្រាប់តែមានខ្លាដំបងមួយក្បាលវាមិនដឹងថារត់ចេញមកពីណាពីណីនោះទេតំណែតំណងមើលទៅប្រហែលជាវាកំពុងតែទៅរកលោកឪហើយនឹងកូនសិស្សលោកឪនេះឯងអញ្ចឹងហើយលោកឪក៏ចាប់ផ្ដើមបើកព្រះនេត្រពីការតាំងសមាធិរបស់លោកឪហាក់បីដូចជាលោកកំពុងតែបានដឹងថាបន្តិចទៀតនេះច្បាស់ជាមានរឿងដ៏គ្រោះថ្នាក់កើតឡើងទៅលើលោកឪហើយនឹងកូនសិស្សរបស់លោកឪជាជាមិនខានតែទោះបីជាលោកឪឌឿនមានអារម្មណ៍ដឹងបែបនេះក៏ដោយក៏លោកឪពុំបានសង្កេតការអ្វីនោះទេទៅកាន់កូនសិស្សរបស់លោកក៏ព្រោះតែលោកឪគិតថាមិនចង់ឲ្យកូនសិស្សរបស់លោកខ្លាចនោះទេទោះបីជាសង្កេតការប្រាប់ឬក៏មិនប្រាប់តែចុងក្រោយក៏គង់តែជួបរឿងនោះដដែលនឹងនៅបន្តិចក្រោយមកក៏ស្រាប់តែមានដូនជីមួយអង្គយ៉ាងចម្លែកកំពុងតែនិមន្តដើរចេញពីក្នុងព្រៃទាំងមុខមាត់ដូនជីមួយអង្គនោះគឺឡើងមើលតែម្ដងអាចនិយាយបានថាគ្រាន់តែឃើញក៏មានអារម្មណ៍ថាព្រឺព្រួចហើយនឹងគួរឲ្យខ្លាចដែរទៅលើដូនជីនោះហើយឆេនដែលជាកូនសិស្សរបស់លោកឪគ្រាន់តែឃើញដូនជីខណៈពេលនឹងភ្លាមគេក៏ចាប់ផ្ដើមមានអារម្មណ៍ថាស្លុតចិត្តហើយនឹងចម្លែកក៏ព្រោះតែនៅសុកក៏មានដូនជីមួយអង្គនិមន្តដើរចេញពីក្នុងព្រៃបែបនេះតើដូនជីមួយអង្គនោះគឺជាអ្នកណានិមន្តមកពីណាហេតុអីបានជាស្គាល់ហើយនឹងដឹងថាគេហើយនឹងលោកឪកំពុងតែគង់នៅកណ្ដាលព្រៃនោះកូនម្ចាស់ហេតុអីបានជាកូនម្ចាស់នាំកូនសិស្សមកកណ្ដាលព្រៃបែបនេះគឺវាផ្សងនឹងគ្រោះថ្នាក់ខ្លាំងណាស់ក្នុងព្រៃនេះវាមិនមែនជាព្រៃធម្មតាទេប្រសិនបើជាអាចទេគួរតែនាំកូនសិស្សទៅគង់ស្នាក់អាស្រ័យនៅកន្លែងអាស្រមកណាទៅមិនអីទេញោមអាត្មាហើយនឹងកូនសិស្សគង់នៅទីនេះហើយចុះញោមគឺជាដូនជីមែនទេបានជាស្លៀកជីវរបែបនេះនឹងហើយលោកឪខ្ញុំកណាគឺជាដូនជីពិតមែនខ្ញុំកណាមកទឹកដីព្រៃនេះដើម្បីរកនៅសេចក្តីស្ងប់ក្នុងការរៀនធម៌អានេះឯងដូច្នេះហើយទើបកណាដឹងថាទឹកដីព្រៃនេះវាមិនមែនទឹកដីព្រៃធម្មតាទេគឺវាសម្បូរទៅដោយសត្វកាចសាហាវខ្លាំងណាស់ទៅកណាបារម្ភពីព្រះអង្គហើយនឹងកូនសិស្សចង់ឲ្យព្រះអង្គហើយនឹងកូនសិស្សទៅគង់ស្នាក់អាស្រ័យកន្លែងអាស្រមកណាដើម្បីសុវត្ថិភាពការពារពីពពួកសត្វព្រៃដែលកាចសាហាវនៅក្នុងទឹកដីព្រៃនេះជាពិសេសខ្លាចតែម្យ៉ាងគឺព្រាយខ្លាចតែម្ដងនេះឯងលោកឪ
អីទេញោមអរគុណហើយត្រឡប់ទៅវិញចុះហើយក៏មិនបាច់ចូលមកលោលេងជាមួយនឹងអាត្មាហើយនឹងកូនសិស្សអាត្មាទេអាត្មាដឹងច្បាស់ណាស់ថាញោមគឺជាស្អីឲ្យពិតប្រាកដជាសត្វដែលកាចសាហាវហើយនឹងមានអំណាចនៅក្នុងព្រៃញោមគួរតែឈប់ប្រមាញ់ធ្វើទុកបុកម្នេញដល់សត្វហើយនឹងមនុស្សទៀតទៅពីព្រោះតែការធ្វើបែបនេះគឺជាអំពើបាបណាស់ញោមប្រសិនបើញោមនៅតែបន្តប្រព្រឹត្តអាក្រក់បែបនេះទៀតអំពើបាបទាំងឡាយទាំងពួងគឺញោមនឹងទទួលបាននៅផលអាក្រក់ជានិច្ចនៅក្នុងពេលជាតិនេះហើយនឹងជាតិក្រោយអាសង្ឃកញ្ចាស់អញមិនបាច់ចំដៀមដើមហើយនឹងព្រៀនប្រដៅអញទេយកនេះអាកញ្ចាស់ហើយនឹងកូនសិស្សឯងនឹងខ្លាយទៅជាចំណីរបស់អញបន្ទាប់ពីដូនជីវ័យចំណាស់ម្នាក់នោះនិយាយបែបនឹងដាក់ទៅកាន់លោកឪហើយក៏ស្រាប់តែដូនជីមួយអង្គនោះក៏ចាប់ផ្ដើមបង្ហាញជាសភាពលក្ខណៈរូបរាងដើមតែម្ដងធ្វើឲ្យឆេនខណៈពេលនោះដែរគេក៏ចាប់ផ្ដើមភ័យរន្ធត់តក់ស្លុតជាខ្លាំងក៏ព្រោះតែគេមិនធ្លាប់ដែរឃើញខ្លាមានធំបែបនេះនោះឡើយអាចនិយាយបានថាខ្លាមួយនោះគឺធំជាងក្របីឃ្លៀចទៅទៀតហើយនៅលើរូបរាងកាយរបស់វាគឺបញ្ចេញពន្លឺពោពេញទៅដោយអធិដ្ឋានដោយតាមក៏ពិតទៅវាគឺជាព្រាយខ្លានៅក្នុងព្រៃនោះបាននិមិត្តធ្វើជាដូនជីនេះឯងដោយលោកឪក៏មិនរងចាំយូរដែរដោយលោកក៏បានដាស់សត្វរបស់លោកឡើងដោយសត្វដែលលោកបានដាស់ឡើងនោះគឺជាក្របីអធិដ្ឋានហើយមើលទៅក្របីសិលឬក៏ក្របីអធិដ្ឋានរបស់លោកគឺវាមិនណយប៉ុន្មាននោះទេសំឡេងក្រហមរបស់ព្រាយខ្លាហើយនឹងសត្វអាគមរបស់លោកគឺវាបានបន្លឺឡើងអើងកងពេញព្រៃតែម្ដងឆេននៅពេលដែលស្ដាប់ឮសំឡេងរបស់វានៅពេលនោះគឺគេស្ទើរតែចាញ់ច្រាបម្ដងទៅហើយក៏ព្រោះតែវាមើលទៅពិតជារន្ធត់ហើយនឹងព្រឺព្រួចខ្លាំងពេកនៅខណៈពេលនោះហើយលោកឪឌឿនក៏ចាប់ផ្ដើមសូត្រនៅគាថាដើម្បីបង្ហឹកក្របីអធិដ្ឋានរបស់លោកឲ្យទៅចាប់ការព្រាយខ្លានោះជាចុងក្រោយក្របីអធិដ្ឋានរបស់លោកគឺមិនអាចយកឈ្នះទៅលើព្រាយខ្លានោះបានឡើយក៏ត្រូវបានព្រាយខ្លាមៀតធំនោះវាកំចាយបានទៅលើក្របីអធិដ្ឋានរបស់លោកដូច្នេះហើយក្របីអធិដ្ឋានរបស់លោកវាក៏បានរលាយមួយរំពេចទៅចំណែកឯព្រាយខ្លាវិញគឺវាបានក្រហមយ៉ាងមួយទំហឹងទាំងមានអំណាចក៏ប៉ុន្តែលោកឪឌឿនពេលនោះគឺលោកមិនបានតក់ស្លុតអីនោះឡើយគឺលោកបែរទៅជាសម្លឹងមើលទៅកាន់ព្រាយខ្លានោះដោយទឹកមុខធម្មតាចំណែកឯឆេនគឺគេភ័យឡើងរឹងហើយនឹងញ័រខ្លួនទៅហើយក៏ព្រោះតែខ្លាចថាព្រាយខ្លានោះវានឹងចូលទៅហែកស៊ីគេហើយនឹងលោកឪនេះឯងតែបើទោះបីជាឆេនគេកំពុងតែតក់ស្លុតយ៉ាងណាក៏ដោយគឺគេក៏ពុំបានរត់ចោលលោកឪឌឿនចូលទៅក្នុងព្រៃតែម្នាក់ឯងឡើយអាចនិយាយបានថាគឺគេសុកចិត្តនៅស្លាប់ដោយសារតែព្រាយខ្លានោះហែកស៊ីជាមួយនឹងលោកឪកណ្ដាលព្រៃនោះដោយលោកឪឌឿនក៏ព្រោះតែលោកតតឃើញថាព្រាយខ្លានោះវាកំពុងតែក្រហមទាំងមានអំណាចហើយនឹងមានអំនួតអូតក្អេងក្អាងបំរុងនឹងចូលទៅហែកសាច់លោកឪស៊ីដូច្នេះហើយលោកក៏ចាប់ផ្ដើមសំងំសូត្រនៅគាថាដើម្បីដាស់ហៅសត្វរបស់លោកទៀតហើយសត្វដែលលោកបានដាស់ឡើងនោះគឺជាសត្វដំរីសិលនៅខណៈពេលនោះហើយដំរីសិលរបស់លោកឪក៏បានផុសឡើងបាននិយាយអំពីសភាពលក្ខណៈដំរីសិលនោះនៅលើខ្លួនរបស់វាក៏ពោពេញទៅដោយអធិដ្ឋានហើយមានយ៉ាងធំខ្មៅឡើងឃ្លិចភ្នែកទាំងគូឡើងក្រហមតែតនិយាយទៅដំរីសិលរបស់លោកឪគឺមានអំណាចណាស់ឆេននៅពេលដែលគេឃើញរឿងបែបនេះកើតឡើងគេដើរតាមលោកឪតាំងពីតូចរហូតមកដល់ឥឡូវទៅតែ2ដងនោះទេដែលគេបានឃើញលោកឪមានឫទ្ធិអំណាចបារមីខ្លាំងណាស់ហើយក៏ធ្វើឲ្យគេស្ទើរតែមិនចង់ជឿនឹងភ្នែកនោះឡើយដោយមើលទៅដំរីសិលរបស់លោកគឺពិតជាខ្លាំងមែនទែនពេលដែលព្រាយខ្លាចូលទៅតតាំងជាមួយនឹងដំរីសិលរបស់លោកក៏ស្រាប់តែត្រូវបានដំរីសិលរបស់លោកវត្តមួយភ្លុករហូតដល់វាក៏បានប៉ើងខ្ទាតទៅយ៉ាងឆ្ងាយតែម្ដងទាំងដែលដំរីសិលរបស់លោកខណៈពេលនោះគឺនៅឈរថ្មឹងត្រឹងមួយកន្លែងមិនបានប៉ើងខ្ទាតដោយសារតែព្រាយខ្លានោះសំបីតែបន្តិច
នៅពេលនោះមិនយូរប៉ុន្មាននោះទេព្រាយខ្លាវាក៏បានស្ទុះងើបចូលទៅតតាំងដំរីសិលរបស់លោកម្ដងទៀតដោយវាក៏បានស្ទុះហក់ឡើងទៅលើខ្នងដំរីសិលគឺមានគោលបំណងកំចាយទៅលើដំរីសិលរបស់លោកប៉ុន្តែដោយសារតែវាទប់ទល់ហើយនឹងកំចាយដំរីសិលរបស់លោកឪមិនបានវាក៏ត្រូវបានអំណាចនៃដំរីសិលរបស់កំចាយវារហូតដល់វាក៏បានធ្លាក់ពីលើខ្នងដំរីដោយដំរីសិលរបស់លោកឃើញមានឱកាសបែបនោះក៏បានចូលទៅវត្តជាច្រើនភ្លុករហូតដល់ព្រាយខ្លានោះវាខ្ចាយនៅវិញ្ញាណព្រាយអស់ហើយក៏បានរលាយបាត់ទៅដូច្នេះហើយលោកឪពិតជាមានឫទ្ធិអំណាចខ្លាំងណាស់នេះក៏ព្រោះតែកសលផលបុណ្យរបស់លោកឪនេះឯងដែលលោកបានតាំងរៀនធัวអាធ្វើធុដងនៅកណ្ដាលព្រៃរហូតដល់បានសម្រេចដូច្នេះហើយកសលផលបុណ្យរបស់លោកគឺជារនាងតែងតែជួយការពារលោកហើយនឹងកូនសិស្សរបស់លោកហើយរួចផុតពីគ្រោះថ្នាក់ទាំងឡាយទាំងពួងនៅក្នុងព្រៃហើយដូច្នេះសាច់រឿងរបស់យើងក៏ដល់ទីបញ្ចប់ប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តទស្សនាប្រភេទរឿង 3D អ្នកទាំងអស់គ្នាអាចចុច Subscribe តាមដានទៅលើនីតិរន្ធត់ 3D ដើម្បីនឹងបានទស្សនាសាច់រឿងប្រភេទ 3D បន្តបន្ទាប់ទៀតដូច្នេះហើយជាចុងក្រោយនីតិរន្ធត់ 3D ក៏សូមអរគុណនិងសូមជម្រាបលា